សួស្តីជំរាបសួរបងប្អូនទាំងគ្នាថ្ងៃvừaជួបគ្នាម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំមកចែកម្លែកសាច់រឿងម្ដងទៀតអូខេអញ្ចឹងខ្ញុំនឹងព្យាយាមហើយឥឡូវនេះព្យាយាមថានឹងចេញវីដេអូឲ្យបានរៀងញឹកជាងមុនតែអត់ច្បាស់ថាថ្ងៃណាទេតែខ្ញុំនឹងព្យាយាមឲ្យចេញរៀងញឹកជាងមុនអញ្ចឹងថ្ងៃនេះគឺខ្ញុំមានសាច់រឿងដូចជា2តែអត់ច្បាស់ថា2ឬក៏1ទេដូចថ្ងៃមុនអញ្ចឹងវាអត់ច្បាស់ទេព្រោះអាចនឹងថាសាច់រឿងយើងចង់ចែកម្លែក2តែដល់ពេលយើងនិយាយទៅវាអាចរឿងទី1វាវែងពេកអីអញ្ចឹងយើង stop សិនអញ្ចឹងអត់ច្បាស់ទេបើតាមពេលវេលាបើសិនជារឿងខ្លីខ្ញុំដាក់2បើរឿងវែងខ្ញុំដាក់តែ1ទេអញ្ចឹងខ្ញុំសូមបញ្ជាក់រឿងនេះហ่าបងប្អូនរឿងដែលក្មេងធ្លាក់ក្នុងដងណាខ្ញុំក្នុងវីដេអូហ្នឹងខ្ញុំដូចជានិយាយខ្វះកន្លែងសាច់រឿងខ្លះហ្នឹងឯងខ្ញុំអាចនឹងភ្លេចដោយសារតាខ្ញុំខាននិយាយយូរហ្នឹងឯងអញ្ចឹងបើសិនជាបងប្អូនបានស្ដាប់សាច់រឿងហ្នឹងហើយឆ្ងល់បងប្អូនអាច comment មកខ្ញុំបានហ្នឹងឯងចាំខ្ញុំ reply ប៉ុន្តែខ្ញុំចង់បញ្ជាក់សាច់រឿងហ្នឹងខ្ញុំរំលងកន្លែងដូចជាប្អូនស្រីមូលហេតុអីខ្ញុំដូចជានិយាយថាប្អូនស្រីហេតុអីបានជាធ្លាក់ចូលក្នុងដងខ្ញុំនឹងប្រាប់មូលហេតុតែក្នុងវីដេអូហ្នឹងខ្ញុំអត់បានប្រាប់មូលហេតុទេដោយសារតែយើងភ្លេចទេយើងវែងដល់ពេលអញ្ចឹងយើងខាននិយាយយូរយើងរបៀបថានិយាយឡើងហ្នឹងតែហើយក៏ភ្លេចដោយសារយើងជក់មាត់ហួតទៅមុខអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងបន្តិចប្អូនស្រីគាត់ធ្លាក់នៅក្នុងដងដោយសារនៅពេលដែលគេឃើញសាកសពប្អូនដែលធ្លាក់ចូលក្នុងដងហ្នឹងហើយកូនស្រីហ្នឹងណាអញ្ចឹងនៅពេលដែលគេស្រង់មកអីមកគេក៏ចាប់អារម្មណ៍ឃើញកៅអីឈើបងប្អូនហ្នឹងឯងកៅអីឈើប៉ុន្តែមិនមែនកៅអីឈើធំទេណាគឺកៅអីឈើហ្នឹងកម្ពស់វាប្រហែលជាអត់ខ្ពស់ខ្លាំងទេមកល្មមសម្រាប់ក្មេងប្រុសដែលរៀងត្រូវហ៎6 7ឆ្នាំហ្នឹងឈរពីលើហ្នឹងហើយគឺយោងទឹកបងប្អូនទាំងគ្នាយោងទឹកឈរយើងឈរហើយយើងដៃយើងកាន់កន្លែងអាណាំងដងហ្នឹងហើយដើម្បីយោងហ្នឹងគឺសម្រាប់ក្មេងប្រុសហ្នឹងត្រូវតែឈរបើសិនជាអត់ឈរទេគឺធំធំអីយោងអត់កើតទេព្រោះដងហ្នឹងគេធ្វើសម្រាប់ខាំងក្មេងកុំឲ្យឡើងអីអញ្ចឹងណាអញ្ចឹងនៅពេលដែលក្មេងប្រុសរៀង6 7ឆ្នាំហ្នឹងដាក់ទុកឈរហើយឈរពីលើហើយយោងទឹកឡើងលើអញ្ចឹងពេលហ្នឹងគឺអត់បានដកចេញទេប្រហែលជាខ្ញុំគិតថាប្រហែលជាបងប្រុសកូនស្រីហ្នឹងពេលថ្ងៃយោងទឹកមួយឬមកក៏ធ្វើអីមិនដឹងទេលើកកៅអីឈើហ្នឹងអាកៅអីឈើ4ជ្រុងហើយអត់មានផ្អែកខ្នងទេណាអត់មានទេមានតែកៅអីតទេគេវាយឈើអញ្ចឹងគេវាយដីគោលហ្នឹងហើយគេដាក់ចោលនៅមាត់ដងហ្នឹងឯងអញ្ចឹងនៅពេលហ្នឹងគឺកូនស្រីហ្នឹងបានគេគិតទេណាគេគិតព្រោះគេគាត់ដឹងថាមូលហេតុអីបានធ្លាក់ដែរគេគិតថាកូនស្រីហ្នឹងប្រហែលជាងើបពីដេកមកយំរហូតបងអត់ឃើញគោចុះមកម្នាក់ឯងអញ្ចឹងគេថាប្រហែលជាកូនស្រីហ្នឹងគឺឡើងលើកៅអីហ្នឹងហើយតោងដងហ្នឹងហើយតោងរបៀបក្មេងណាបងប្អូនក្មេងដឹងស្រាប់អីនៅពេលដែលវាតោងហើយវាតែងតែឈ្ងោកវាកាន់អាកន្លែងឈើហ្នឹងហើយវាអើតក្បាលមើលទឹកមើលអីចឹងវាគិតអញ្ចឹងព្រោះយើងមិនដឹងថាមូលហេតុអីបានធ្លាក់ប៉ុន្តែគឺគេឃើញកៅអីហ្នឹងគឺជាប់មាត់ដងហ្នឹងហើយជាប់មាត់ដងហ្នឹងគេគិតថាកូនហ្នឹងប្រហែលជាឡើងលើកៅអីហ្នឹងហើយតោងមើលទឹកឬហើយក៏បាសជើងធ្លាក់ទៅអត់មានអ្នកដឹងព្រោះដោយសារនៅក្នុងជ្រុកហ្នឹងចាស់គេទៅមើលsorry គេទៅធ្វើការអស់ហើយអញ្ចឹងនៅតែប្អូនប្រុសហ្នឹងនិងប្អូនស្រីគាត់របៀបថាមានក្មេងប្រុសផ្សេងទៀតប៉ុន្តែគឺអ្នកដតីអ្នកនៅខ្ញុំភ្លេចបញ្ជាក់ក្នុងជ្រុកហ្នឹងធំអញ្ចឹងកន្លែងផ្ទះហ្នឹងគឺធំអញ្ចឹងមិនមែននៅមកគ្រួសារគាត់ទេមានគ្រួសារផ្សេងទៀតគឺគេក្រាលកទេលដាក់មុងមកផ្លាស់អញ្ចឹងមានប្រហែលជា4 5គ្រួសារនៅប៉ុន្តែអត់ច្រើនទេគេមានកូនប្រុសគេរៀងជាតុងឬក៏កូនគេ7 8ឆ្នាំ10ឆ្នាំមកដែរប៉ុន្តែនៅពេលដែលគេទៅធ្វើការគេយកកូនគេទៅជួយកាច់ពោតកាច់អីចឹងណាប៉ុន្តែមីងម្នាក់ហ្នឹងគាត់អត់យកកូនទៅទេព្រោះកូនគាត់នៅទូចអញ្ចឹងគាត់ទុកកូនប្រុសគាត់ឲ្យនៅមើលប្អូននៅផ្ទះប៉ុន្តែកូនប្រុសគាត់ឲ្យប្អូនដេកហើយគាត់ទៅដើរបាញ់សត្វបាញ់អីអញ្ចឹងបានជួបសាច់រឿងបែបនេះអញ្ចឹងខ្ញុំគ្រាន់តែចង់មកបញ្ជាក់កន្លែងហ្នឹងថាខ្ញុំភ្លេចនិយាយកន្លែងហ្នឹងខ្ញុំភ្លេចនិយាយកន្លែងថាហេតុអីបានកូនស្រីនឹងធ្លាក់ទឹកមូលហេតុអីអញ្ចឹងគេគ្រាន់តែសង្ស័យទេអ្នកនៅកន្លែងហ្នឹងគេគ្រាន់សង្ស័យថាកូនហ្នឹងប្រកាសជាឡើងលើកៅអីហ្នឹងហើយព្រោះភាគច្រើនណាគេថានៅពេលដែលក្មេងប្រុសនឹងមុជទឹកយោងទឹកមកមុជលើកៅអីឈរលើកៅអីនឹងដើម្បីយោងទឹកហើយគឺត្រូវលើកកៅអីនឹងចេញទៅដាក់លើដើមស្វាយធម្មតាបងប្អូនដើមស្វាយទាំងអស់គ្នារបៀបថាវាមាន
ស្អីបែកមេឃសាខាអញ្ចឹងគេយកកៅអីហ្នឹងទៅដាក់លើគល់ស្វាយហ្នឹងឯងព្រោះគល់ស្វាយហ្នឹងវាមានមេឃសាខាអញ្ចឹងគេយកទៅទើបលើហ្នឹងព្រោះបើហ៊ានដាក់ចោលអញ្ចឹងប្រកាសជាក្មេងៗវាឡើងទៅមើលទឹកមកអីវាអាចនឹងធ្លាក់អញ្ចឹងតែថ្ងៃហ្នឹងនៅពេលដែលគេស្រង់សាកសពមកឲ្យហើយក៏គេមើលកលៀតជុំវិញដងហ្នឹងទៅក៏គេឃើញកៅអីហ្នឹងនៅជាប់ហ្នឹងអត់បានដកចាញ់ទេអញ្ចឹងបានគេគិតថាប្រហែលជាកូនហ្នឹងគឺឡើងទៅលើកៅអីហ្នឹងហើយតែអាចមើលដងហ្នឹងហើយបានធ្លាក់អញ្ចឹងខ្ញុំសូមមកបញ្ជាក់សាច់រឿងកន្លែងហ្នឹងព្រោះក្នុងវីដេអូហ្នឹងខ្ញុំនិយាយភ្លេចបងប្អូនអរគ្នាភ្លេចកន្លែងហ្នឹងព្រោះខ្ញុំនិយាយខ្ញុំខាននិយាយយូរដល់ពេលអញ្ចឹងនិយាយពីមុខពីក្រោយប្រកាសជាបងប្អូនខមមិនទៀតថាអូនិយាយចុះឡើងអញ្ចឹងត្រឡប់ត្រឡឹងខ្ញុំ sorry មែនតើខ្ញុំសុំទោសបងប្អូនទាំងគ្នាអញ្ចឹងកុំប្រកាន់ខ្ញុំច្រើនខ្ញុំគ្រាន់តែមកបញ្ជាក់សាច់រឿងហ្នឹងគឺកន្លែងហ្នឹងទេឥឡូវហ្នឹងគឺថ្ងៃនេះខ្ញុំមានសាច់រឿងមួយរឿងទៀតចង់មកចែកម្លែកឲ្យបងប្អូនទាំងគ្នាបានស្ដាប់ដែលរឿងដែលខ្ញុំនិយាយក្នុងវីដេអូមុនដែលថាកូនស្រីដែលធ្លាក់ចូលដងហ្នឹងគឺរឿងរបស់ប្អូនស្រីម្នាក់គាត់ធ្វើការមួយខ្ញុំគាត់បានចែកម្លែកពីរឿងតារបស់គាត់ហ្នឹងហើយខ្ញុំសុំប្រហើបខេត្តគាត់ចាស់គឺគាត់នៅកំពង់ឆ្នាំងប៉ុន្តែខ្ញុំអត់សុំប្រហើបភូមិគាត់ឬក៏ស្រុកគាត់នៅណាទេគាត់ប្រាប់ថាមើលរឿងហ្នឹងកើតទៅនៅក្នុងឆ្នាំ1900ប្រហែលជា9ក្រាស់ហើយ95 9អីខ្ញុំអត់ច្បាស់ទេតែគាត់ថាកើតក្នុងកំឡុងហ្នឹងហើយតាគាត់ជំនាន់ហ្នឹងតាគាត់ចិញ្ចឹមគោតាគាត់ថាចិញ្ចឹមគោថា5ក្បាលគាត់ប្រាប់តែរឿងនេះគឺគាត់អត់ទាន់កើតអត់ទាន់ដឹងទេព្រោះគាត់នៅក្មេងមែនតើគាត់ថារឿងហ្នឹងតាគាត់និយាយប្រាប់គាត់នៅពេលដែលគាត់ធំហើយតាគាត់មានគោ5ហើយធម្មតាបងប្អូនអ្នកគ្នាចាំមិនចាំរបៀបថាជំនាន់ហ្នឹងមិនគេឆូតស្រូវជាដៃគេឆូតដៃហើយគេប្រមូលកតា6ឲ្យហើយគេមិនយកគោទៅចងនៅកច្រាំងហ្នឹងហើយរបៀបថាចងដំស្នឹងនៅវាស្រែហ្នឹងឲ្យវាស៊ីស្មៅនៅតាមភ្លឺស្រែដែលគេតំច្រូតហើយស៊ីកច្រាំងស្រូវខ្ចីអីអញ្ចឹងរបៀបអញ្ចឹងជំនាន់ហ្នឹងគាត់តារបស់គាត់គឺយកគោទៅចងវារៀងនៅឆ្ងាយធម្មតាស្រែខ្លះគេច្រូតស្រែខ្លះគេច្រូតហើយស្រែខ្លះគេអត់តន់ច្រូតអញ្ចឹងយើងត្រូវដឹកគោទៅចងនៅស្រែដែលគេច្រូតហើយអញ្ចឹងតារបស់គាត់និយាយប្រាប់ថានៅពេលហ្នឹងគឺស្រែដែលគេច្រូតហើយហ្នឹងគឺនៅក្រោយវត្តអញ្ចឹងផ្ទះគាត់ពីផ្ទះគាត់ទៅវត្តហ្នឹងគឺរៀងឆ្ងាយដែរប៉ុន្តែខ្ញុំអត់បានបញ្ជាក់គាត់ថាផ្ទះហ្នឹងឆ្ងាយត្រឹមណាប៉ុន្តែគាត់ថារៀងឆ្ងាយហ្នឹងហើយព្រោះពេលដែលគាត់ដឹកគោទៅចងហ្នឹងគឺគាត់ងើបម៉ោង4កន្លះគាត់ត្រូវឲ្យគោ5គាត់ដឹកតែឯងឯងគាត់ប្រាប់ថាក៏តារបស់គាត់ហ្នឹងដឹកតែឯងទេអញ្ចឹងគាត់ត្រូវដឹកគោទៅក្រោយវត្តហ្នឹងហើយធម្មតាគាត់ដើរគឺអត់ដើរនៅក្នុងវត្តទេគាត់ដឹកគោតាមវាងតាមលបងវត្តហើយត្រូវវងទៅខ្សែក្រោយទៀតប៉ុន្តែខ្សែហ្នឹងមិនមែនជាប់នៅលបងវត្តហ្មងឯងគឺនៅក្រោយទៀតអញ្ចឹងគាត់យកគោទៅចងហើយគាត់ក៏ដើរមកវិញគាត់គិតថាបើសិនជាគាត់ដើរវាងមកតាមកលៀតវត្តវិញវាអាចនឹងយូរអញ្ចឹងនៅវត្តហ្នឹងគាត់ប្រាប់ថាមានលបងក្រោយហ្នឹងហើយគេមានច្រកគេមានខ្លោងទ្វារក្រោយខ្លោងទ្វារមុខអញ្ចឹងគាត់អត់ចង់ដើរវាងទេព្រោះវាឆ្ងាយគាត់ចងគោហើយដំស្នឹងគោដំអីហើយគាត់ក៏ដើរមកតាមក្នុងវត្តវិញគាត់ថាហ្នឹងជាផ្លូវកាត់ដើរតាមនោះវាអាចនឹងលឿនឆាប់ដល់ផ្ទះរបស់គាត់ហើយខ្ញុំបញ្ជាក់គឺគាត់ទៅម៉ោង4កន្លះគាត់ងើបទៅបើគាត់ដើរទៅដល់នោះប្រហែលជាម៉ោង5អីគាត់ដំស្នឹងគោគាត់ចងគោ IC ស្មើហើយគាត់ដើរមកវិញហើយខ្ទង់ម៉ោង5ហ្នឹងប្រហែលជាគាត់ដើរមកវិញនឹងតាមស្មានណាតាមដែលគាត់តារបស់គាត់និយាយអញ្ចឹងនៅពេលហ្នឹងគាត់ដើរតាមក្នុងវត្តហ្នឹងស្រាប់តែក្នុងវត្តហ្នឹងបងប្អូនទាំងគ្នាក្នុងវត្តហ្នឹងគេមានសាលារបៀបថាគេដាក់កៅអីឈើឲ្យរបៀបដូចសាលាឈរទៀនមិនខ្ញុំអត់បានច្បាស់សួរគាត់ទេបងប្អូនប៉ុន្តែគាត់ប្រាប់ថានៅកន្លែងហ្នឹងមានកន្លែងឲ្យអង្គុយហើយមានកៅអីបងដូចបងអញ្ចឹងគេធ្វើពីឈើឲ្យអង្គុយនៅក្នុងរោងរបៀបដូចសាលាឈរទៀនអញ្ចឹងនៅគេដាក់នៅក្រោមដើមឈើមួយហើយមានរោងហ្នឹងមានធ្វើមកពីឈើអញ្ចឹងគាត់ថានៅពេលដែលគាត់ដើរចិត្តដល់កន្លែងហ្នឹងគាត់ឃើញពនុកភ្លើងគាត់ឆ្លងពីចង្អែទៅគូភ្លើងឆឡងធ្លោមកបងប្អូនថ្ងៃគូប្រកាត់របៀបថាប្រកាត់អូសធ្លោហ្មងឆេះខ្លាំងគាត់ថាឃើញឆេះខ្លាំងបន្ទាប់មកគាត់ឮសំឡេងវាយហ្នឹងហើយវាយរបៀបវាយស្គរដៃចំណុចហ្នឹងគឺគេវាយស្គរដៃហើយមានមនុស្សរួមជុំវិញភ្លើងហ្នឹងគាត់ឆ្ងល់មែនតើគាត់ដើរអត់ដល់ទេគាត់នៅប្រហែលជា500ម៉ែត្រអីហ្នឹងគាត់សឡឹងទៅគាត់ឃើញភ្លើងឆេះខ្លាំងហើយគាត់សឡឹងទៅគាត់ថាហើយយប់ស្មានហ្នឹងឯងមិនរបៀបយប់ឯងគាត់គិតថាចិត្តភ្លឺហើយអ្នកណាគេអត់តន់ឈប់រាន់ទៀតហើយអ្នកណាមានកម្មវិធីអីនៅវត្ត
hạt ấy mà đợt phượng nơi không vọt hay mà ròm chung mình phượng đi miên nè vài sco đây hay miên sấy pro ròm chung mình nâng chẳng á chẳng nó pe quạt ngon chẳng nó pe để quạt đá từ chất đó cả lại xả lá nâng bông ôn nâng quạt khơi như vậy xẹp ta quạt cái lấy tớ cứ quạt khơi chả chả bài chữ buôn phèm nè cối nó nóng xả lá cho tiền nâng nâng ấy cối nó nóng là việc cái thơដូចកញ្ចោះអញ្ចឹងណាអ្នកហើយគេមានកៅអីឈើដូចបងយើងថ្មអញ្ចឹងដាក់នៅនឹងហើយអង្គុយមើលគេរំហើយគាត់ប្រាប់ថាអ្នកដែលរំជុំវិញភ្លើងហ្នឹងគឺឃើញច្បាស់មែនតើធម្មតាបងប្អូនអ្នកគ្នាភ្លើងវាឆេះតកូលឡើងលើវាឆេះខ្លាំងឡើងលើអញ្ចឹងយើងមិនឃើញច្បាស់អញ្ចឹងគាត់ថាស្រឡឹងឃើញស្រីប្រុសហ្នឹងកំពុងតែរំហ្នឹងគឺប្លែកមែនតើគាត់អត់ដែរឃើញទេគាត់អត់ដែរឃើញរបៀបថាគេរំរបៀបមិនបានគេមករំនៅចិត្តភ្លឺឲ្យគេមកមានកម្មវិធីអីមិនបានគាត់អត់ដឹងតែគាត់ក្នុងចិត្តមានថាអូប្រហែលជាផ្ទះគាត់ឆ្ងាយឬមួយក៏គេមករំក្នុងវត្តអីមិនគេគាត់អត់ដឹងអញ្ចឹងណាអញ្ចឹងគាត់ដើរទៅចិត្តដល់កន្លែងអ៊ំចាស់ចាស់ប្រហែលជា4 5នាក់អង្គុយមើលគេរំហ្នឹងនឹងមានអ្នករំហ្នឹងគាត់ក៏អង្គុយប៉ុកតែគាត់ចម្លែកទៀតពេលគាត់អង្គុយហ្នឹងគឺម្នាក់ងាកមកមើលគាត់បែបរបៀប slow ងាកមកមើលតិចហើយបើកភ្នែកធំហើយគាត់ឃើញហើយគាត់ចម្លែកទៅគាត់ថាហើយមកចាស់នៅហ្នឹងគាត់អត់ស្គាល់ចឹងគាត់របៀបថាប្លែកមុខទាំងអស់ហ្មងទាំងអ្នករួមទាំងអ្នកអង្គុយហើយ reaction ចេញមករបៀបចារបៀបអញ្ចឹងរបៀបបើកភ្នែកធំហើយមើលហើយមុខឡើងស្មើថេងហ្មងដូចអត់មុខរបៀបអត់រាប់ញៀតហ្មងដល់ពេលអញ្ចឹងគាត់ក៏មើលគេមកស្ទុះហើយគាត់សួរតានៅហ្នឹងគេធ្វើកម្មវិធីអីមិនបានមានគេវាយស្គរដៃគេរួមអីអញ្ចឹងហើយគាត់សួរអញ្ចឹងហើយគេអត់និយាយទេគេអត់មាននិយាយឲ្យគាត់ឲ្យគេនៅមើលផ្លឹកហ្នឹងទៅផ្លឹកមកស្ទុះគាត់ក៏សួរទៀតថាតាមិនបានគេធ្វើអីនៅហ្នឹងហើយមិនបានអត់ឃើញប្រសង់ឃើញអីនៅក្នុងវត្តឬក៏គេមានកម្មវិធីអីវាយលឺប៉ុណ្ណឹងហើយអត់ខ្លាចភ្ញាក់ដល់ប្រសង់អីទេហើយគាត់និយាយតែម្នាក់ឯងចឹងហើយគាត់គិតថាប្រហែលជាគេសុំការអនុញ្ញាតពីប្រសង់ពីលោកសក្តិវត្តនៅហ្នឹងហើយបានគេហ៊ានវាយលឺចឹងហើយរបៀបថាលោកអត់ថោរឿងអីអញ្ចឹងគាត់អង្គុយមើលគេរំស្ទុះរបៀបដូចជាសប្បាយដែរហើយបញ្ជាក់នៅកន្លែងវងរំហ្នឹងគឺមនុស្សប្រហែលជា20នាក់ហ្នឹងហើយកំពុងតែរំហ្នឹងប្រហែលជា20នាក់ហើយអ្នកដែលអង្គុយនៅកន្លែងសាលាឈរទៀនចិត្តនឹងវងរំចិត្តនឹងភ្នក់ភ្លើងហ្នឹងប្រហែលជា6 7នាក់ហ្នឹងហើយគឺគាត់ប្រាប់ថាមានតែប្រុសហើយចាស់របៀបដូចគេពាក់អាវដូចតាអាចារ្យអញ្ចឹងហ្នឹងហើយតារបៀបអ្នកខ្លះចាស់ហើយពាក់អាវដូចតាអាចារ្យអ្នកខ្លះទៀតពាក់អាវខ្មៅខោខ្មៅហើយចំណែកអ្នករួមវិញគាត់ថាប្លែកមុខមែនតើគាត់អត់ដែរស្គាល់ទេហើយលាកពាក់ក៏ចម្លែកដែរអញ្ចឹងនៅពេលគាត់អង្គុយមើលមកស្ទុះហើយមានតាម្នាក់ដែលអង្គុយចិត្តគាត់ហ្នឹងងាកមកគាត់ slow ងាកមកគាត់យឺតហើយបើកភ្នែកធំហើយនិយាយមួយគាត់ឡើងស្ងួតគាត់សួរគាត់និយាយដាក់តារបស់ប្អូនស្រីតែចែកម្លេះសាច់រឿងហ្នឹងគាត់ថាចៅចូលរួមគេទៅរបៀបអញ្ចឹងរបៀបស្ងួតចាស់ហ្មងហើយបើកភ្នែកធំដាក់គាត់ហើយអត់មានសោចអត់មានញញឹមអីទេហើយគាត់ងាកមកហើយគាត់របៀបងាកវឹបអញ្ចឹងហើយព្រោះអង្គុយចិត្តគាត់ហើយមកនិយាយអោនមកនិយាយចិត្តកជាគាត់អញ្ចឹងគាត់ថាពេលនោះគាត់ភ័យមែនតើគាត់ងាកវឹបមកឃើញតានឹងនៅចិត្តមកគាត់ក៏រៀងភ័យហើយរៀងព្រឺសបល់ដែរគាត់ថាឡើងព្រឺហ្មងពេលហ្នឹងហើយតានឹងនិយាយចឹងហើយគាត់ក៏ថារំអីតាខ្ញុំអត់រំទេខ្ញុំគ្រាន់អង្គុយមើលគេហ្នឹងឲ្យចម្លែកព្រោះអត់ដែរគេមករំអីចិត្តភ្លឺអញ្ចឹងគាត់ប្រាប់ថាពេលហ្នឹងដែលគាត់និយាយចឹងហើយមានអ៊ំមួយទៀតមកវាយរបៀបថាមកវាយស្មាគាត់ដាក់ដៃពីលើស្មាគាត់បុបគាត់ថាមែនពេលហ្នឹងដៃនឹងឡងតិចកាន់មកប៉ះស្មាគាត់ឲ្យឡងតិចស្រុបគូគាត់ភ័យមែនតើពេលខ្ញុំនិយាយឡើងព្រឺសបល់ដៃហ្នឹងគាត់ថាមិនមែនដៃរបៀបគ្មានកម្ដៅមកប៉ះហើយជំនាន់ហ្នឹងដឹងស្រាប់អីបងប្អូនទាំងគ្នាគឺគាត់ដើរគាត់លាកតាកម្មានេះឯងពេលយប់ហ្នឹងគាត់លាកតាកម្មាចងចកេះហ្នឹងទេហើយគាត់អត់ពាក់អាវទេគាត់ថាដៃហ្នឹងមកប៉ះលើស្មាតារបស់គាត់ហ្នឹងតាគាត់និយាយថាមកប៉ះហើយឡងតិចដូចតកកអញ្ចឹងគាត់ថាដៃតិចខ្លាំងហើយដល់ពេលគាត់ក៏លេបវប់ទៅតាម្នាក់ហ្នឹងទៀតរបៀបគាត់មើលមុខយើងបើកភ្នែកធំហើយគាត់ញឹមបែបរបៀបស្ងួតហ្មងខ្ញុំបាក់ធ្វើតែគាត់ប្រាប់ថាញឹមរបៀបស្ងួតមកគាត់ហើយប្រាប់គាត់ថា
chào tớ ròm ót tớ ròm kê tớ chào luyện đây nhảy quạt nắng tớ ròm kê tớ chẳng về nắng quạt dáng tay mà ròm ấy nhưng mà miền ai bịa miền ấy thôi nhưng coi mơ kê tớ ta nhưng tớ tẹt là vậy hãy ta để nâng coi chút quạt nắng cục hẹp tiệt tớ thơ ấy chào nâng nắng ấy kê hòm sờ bài hay là vì chẳng hay quạt chậm lại đây hay quạt cổ cả thang bài gì mơn tích tiết hay quạt tật tè hay chẳng nó về nắng quạt của bông mơ mơ chẳng hay xẻ ta là bịដូចមានស្អីទាញចិត្តគាត់របៀបទាញចិត្តគាត់ដូចចង់រំគេមិនទៅដូចសុបាយហើយគាត់ថាភ្លើងហ្នឹងគឺសាហាវមែនតើគាត់ថាឆេះកពស់មែនតើហើយអត់មានអាលុតដូចគឺភ្លើងឆេះខ្លាំងធម្មតាដូចដល់ពេលដែលគាត់ឃើញដំបូងអញ្ចឹងគាត់ថាប្រហែលជារំគេហើយស្រាប់តែពេលហ្នឹងបងប្អូនទាំងគ្នាមានពូដែលនៅក្នុងវងម្នាក់គាត់រៀងក្មេងដែរគាត់កាន់របៀបកាន់ដបស្រាដបស្រាមកដាក់លើតុក្នុងផាំងគាត់ថាលបងឯងផឹកស្រាអត់ហើយពូម្នាក់ហ្នឹងគឺគាត់និយាយមកដូចមនុស្សធម្មតាឥឡូវក៏បញ្ជាក់ថាគាត់មិនមែនមនុស្សទេប៉ុន្តែគាត់និយាយមកជាមួយតារបស់ប្អូនស្រីហ្នឹងគឺដូចមនុស្សធម្មតាគាត់ថាបងផឹកស្រាអត់នេះដាក់មកតយពីតយអញ្ចឹងតារបស់គាត់ដំបងថាអត់ចង់ផឹកទេថាខ្ញុំត្រូវទៅផ្ទះហើយខ្ញុំទៅផ្ទះលើហើយព្រោះមានចិត្តភ្លឺហើយនៅផ្ទះមានការងារច្រើនគេខាត់ទៅបាច់ទៅផឹកសិនអញ្ចឹងគាត់ក៏ព្រមផឹកនៅពេលហ្នឹងគឺគាត់ផឹកស្រាច្រើនមែនតើគាត់ថាស្រាហ្នឹងគឺប្លែកហើយមានគ្រឿងខ្លែមឲ្យគាត់ហូបទៀតប៉ុន្តែពេលហ្នឹងខ្ញុំបានសួរថាគាត់ហូបគ្រឿងខ្លែមទេគាត់ប្រាប់ថាគឺស្រាសរបៀបស្រាសស្រាថ្នាំហ្នឹងតែផឹកឆ្ងាញ់មែនតើគាត់ថាឆ្ងាញ់ស្រាហ្នឹងគាត់ធ្លាប់ផឹកស្រាផ្សេងអត់ឆ្ងាញ់ដូចស្រាហ្នឹងហើយអញ្ចឹងគាត់ផឹកច្រើនមែនតើនៅពេលដែលគាត់ផឹកហើយគាត់ក៏ទៅរំពូម្នាក់ហ្នឹងគាត់ដឹកដៃនាំគាត់ទៅរំអញ្ចឹងពេលហ្នឹងគឺគាត់រំជាមួយគ្នាផ្សេងទៀតដែលគេរំហ្នឹងគាត់ថាសុបាយមែនតើសុបាយហើយអ្នកនៅក្នុងហ្នឹងគឺរុះរាយមកគាត់ខ្ញុំនិយាយដល់កន្លែងហ្នឹងខ្ញុំភើសបល់ស្រាប់តែបងប្អូនដឹងមិនចឹងនៅពេលដែលគាត់កំពុងរំរបៀបបងប្អូនដល់គ្នាសម័យយើងរួមជុំវិញភ្នក់ភ្លើងហ្នឹងទៅមកឲ្យគេមានវាយស្គរដៃទុងតាំងឲ្យយើងរួមសប្បាយរបៀបសប្បាយរៀងសវងសឿងផងសប្បាយខ្លាំងដល់ពេលអញ្ចឹងគាត់កំពុងរួមស្រាប់តែធម្មតាអ្នកនរគ្នានឹងសវងយើងភ្នែកយើងចង់បើកមិនរួចទេយើងគិតតែពីរួមឲ្យសប្បាយហើយមួយគេអញ្ចឹងហ្នឹងដល់ពេលហ្នឹងស្រាប់តែកូនមានឮសំឡេងប្រសង់ហៅគាត់ញោមសុំទោសបងប្អូនទាំងគ្នាខ្ញុំអាចនឹងនិយាយភាសាសង់អត់សូវត្រូវទេអញ្ចឹងកុំប្រកាន់ខ្ញុំអត់សូវចេះនិយាយទេអញ្ចឹងលោកក៏បានមកហៅគាត់របៀបហៅញោមមកធ្វើអីនៅហ្នឹងគ្រាន់តែលោកស្រែកតែប៉ុណ្្នឹងគាត់ភ្ញាក់ព្រួតហើយរបៀបបើកភ្នែកមកវុបហ្នឹងគាត់បើកភ្នែកឡើងគឺបាត់ឆឹងអត់មានឃើញមនុស្សអត់មានឃើញភ្នក់ភ្លើងអត់មានឃើញតាដែលនៅអង្គុយនៅក្នុងសាលាឆោទៀនឬក៏កញ្ចោះនៅក្នុងវត្តហ្នឹងទេគឺបាត់ឆឹងបាត់អស់លីងសំបីតាស្គរដៃដែលវាយនឹងក៏មិនឃើញហើយភ្លើងដែលកំពុងតែឆេះសុកនេះក៏មិនឃើញសំបីតាភ្នក់ភ្លើងហ្នឹងក៏អត់មានដែរអត់មានឃើញទេអញ្ចឹងគាត់បើកភ្នែកឡើងគាត់ថាមេឃចិត្តភ្លឺហើយមេឃមិនចិត្តភ្លឺគឺភ្លឺហើយម៉ោង6ហើយ6ព្រឹកហើយអញ្ចឹងប្រសង់ក៏មកហៅគាត់ហើយគាត់ក៏បើកភ្នែកពុបមកគាត់ស្លឹងក៏លេចចុះលេចឡើងហើយគាត់ថាមិនកណាមិនមិនកណារួមជាមួយចាស់នៅហ្នឹងហើយគេកំពុងវាយស្គរដៃមិនបានបាត់មនុស្សអស់អញ្ចឹងហើយលោកក៏មានសង្ឃដីកាហៅគាត់ថាញោមអត់មានតាណាមកអង្គុយនឹងហើយក៏អត់មានអ្នកណាមកវាយស្គរដៃរួមដែរអត់មានអ្នកណាមករួមក្នុងវត្តទេញោមគឺអាត្មាចុះមកឃើញញោមកំពុងតែរួមតែឯងឆ្កាំងដៃឆ្កាំងជើងតែឯងទេអត់មានឃើញណាគេទេអញ្ចឹងនៅពេលដែលតាគាត់ឮអញ្ចឹងហើយគូគាត់ឡងព្រឺសបល់ឡងបោះហូមហ្មងគាត់ថាទេមិញហ្នឹងគាត់ឃើញច្បាស់ណាស់ដែរគុណមិញហ្នឹងគឺនៅហ្នឹងរួមហ្នឹងហើយមនុស្សរួមហ្នឹងគឺ4 10 20នាក់ហើយមានតាពាក់អាវខ្មៅអាវសនៅអង្គុយក្នុងកញ្ចក់ហ្នឹងនៅកន្លែងហ្នឹងហើយប្រសង់គាត់ក៏បានបញ្ជាក់អំសាទៀតថាអត់ទេអត់មានអ្នកណាមកវាយស្គរដៃឬក៏មានមនុស្សណាមករួមនៅហ្នឹងទេគឺអត់មានទេអាត្មានៅនឹងតាំងពីយកហើយក៏អត់មានលឺដែរអាត្មាចុះមកពីគាត់វិញគឺឃើញញោមកំពុងតែរួមតែឯងទៅមកតែឯងហើយអញ្ចឹងឯងបានគាត់មកហៅអញ្ចឹងតាគាត់ឈប់ប្រកែកហើយគាត់ថាគាត់គិតទៀតគាត់ថាបើសិនជាមែនណាបើសិនជាមានមែនមិនមែនកន្លែងហ្នឹងគាត់ឃើញពី
ពីចិត្តភ្លឺហ្នឹងប្រហែលជាខ្ទង់ម៉ោង5ហ្នឹងម៉ោង5ហ្នឹងគាត់ឃើញពនុកភ្លើងត្រូវអត់ពនុកភ្លើងឃើញមនុស្សវាយស្គរដៃស្គរអីបើគាត់គិតថាបើសិនជាគេរើអាវ៉ាន់គោអត់លឿនដល់ថ្នាក់ហ្នឹងដែរអត់លឿនទេបងប្អូនទាំងគ្នាអញ្ចឹងគាត់គោអត់តន់ទៅផ្ទះទេគាត់ឲ្យប្រសង់ជួយស្រោចទឹកឲ្យគាត់ទាំងព្រឹកគឺទាំងព្រឹកម៉ោង6ហ្នឹងគាត់ថាពេលហ្នឹងគឺគាត់បាសសក់ឲ្យព្រឺរោមពោះដោយសារអីគាត់គិតថានៅក្នុងវត្តនៅមានខ្មោចលងគាត់ទៀតហ្នឹងឯងគាត់គិតថាដើរអត់ចង់ដើរផ្លូវវងទេវាឆ្ងាយដើរផ្លូវកាត់ក្នុងវត្តវាសុវត្ថិភាពផងវាគិតថាមិនជួបរឿងបែបហ្នឹងតែវាបែរជាមកជួបរឿងបែបហ្នឹងហើយគាត់ក៏បានស្រោចទឹកស្រោចអីនៅវត្តឲ្យបដិជគុណគាត់ស្រោចទឹកឲ្យហើយក៏គាត់ទៅផ្ទះវិញគាត់ក៏និយាយប្រាប់រឿងទៅប្រពន្ធគាត់អីអញ្ចឹងណាអញ្ចឹងបងប្អូនទាំងគ្នារឿងនេះគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនទាំងគ្នាគិតយ៉ាងម៉េចដែររឿងនេះហើយបើសម្រាប់ខ្ញុំវិញវាអភិនិហាមែនតើវារបៀបលក្ខណៈថារៀងសាហាវបន្តិចអត់បន្តិចសម្រាប់ខ្ញុំគឺរៀងខ្លាចដែរបើខ្ញុំចំពោះខ្ញុំខ្លាចបើសិនជាខ្ញុំសម័យថាបើសិនជាខ្ញុំជាតារបស់អូនស្រីអ្នកហ្នឹងហើយខ្ញុំទៅអង្គុយឡើងហ្នឹងមកវងសិតតែខ្មោចទាំងអស់ហើយមនុស្សតែយើងបើយើងអត់ដឹងអត់អីនៅពេលដែលយើងដឹងគឺយើងប្រកាសជាភ័យប្រកាសជាខ្លាចហីអញ្ចឹងបើសម្រាប់បងប្អូនទាំងគ្នារឿងនេះគិតមិនដែរគួរខ្លាចអត់បើសិនជាពេញចិត្តនឹងរឿងមួយនេះសូមចូល comment មួយផងថាចូលចិត្តនឹងជួយឲ្យបេះដូងហើយចុច like subscribe YouTube channel របស់ខ្ញុំមួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តនិយាយសាច់រឿងដើម្បីឲ្យបងប្អូនស្ដាប់កំសាន្តបន្តទៀតហើយខ្ញុំសូមបញ្ជាក់បងប្អូនរឿងខ្ញុំអត់ជំរុញឲ្យបងប្អូនទាំងគ្នាជឿខ្ញុំ 100% ទេហើយស្ដាប់ដោយការពិចារណាព្រោះរឿងខ្លះគេចែករំលែកមកខ្ញុំយកមកនិយាយឲ្យបងប្អូនទាំងគ្នាបានស្ដាប់បន្តវាតែងតែមានពាក្យដែលយើងនិយាយទៅវាអសរោះឬមួយក៏យើងត្រូវបញ្ចេញចូលដើម្បីឲ្យវាមានសាច់រឿងវារបៀបលក្ខណៈបតកលាគ្នាមិនមែនពេលខ្លះគេនិយាយមកតាកន្លែងសាច់រឿងខ្មោចលងឯងអញ្ចឹងទៅមុខទៀតមិនរបៀបថាគេនិយាយតែកន្លែងលងយើងត្រូវនិយាយពីដើមក្បាលដំបូងមកមិនគេនិយាយដែរពីដើមក្បាលដំបូងប៉ុន្តែគេអត់និយាយក្បោះក្បាយទេរឿងគេនិយាយមកតាម1នាទី2នាទីអញ្ចឹងយើងត្រូវនិយាយឲ្យរឿងវាបតកលាគ្នាដើម្បីឲ្យបានស្ដាប់ទៅវាចូលសាច់រឿងហ្នឹងហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអត់ចង់អស់កន្លះយូរទេបើសិនជាបងប្អូនមានសាច់រឿងចង់ចែកម្លែកឲ្យខ្ញុំយកទៅនិយាយបន្តចែកម្លែកឲ្យបងប្អូនទាំងគ្នាបានស្ដាប់បងប្អូនទាំងគ្នាអាចឆាតមកចែកម្លែកមកខ្ញុំបានខ្ញុំនឹងដាក់ Facebook page របស់ខ្ញុំចូលនៅក្នុង link ចូលទៅក្នុង description នៅក្នុង YouTube អញ្ចឹងកុំភ្លេចណាបងប្អូនមានសាច់រឿងចែកម្លែកមកខ្ញុំបានអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាយបាយ